បាទជំរាបសួរបងប្អូនអ៊ំពូមីងថ្ងៃនេះខ្ញុំបង្ហាញរថយន្តមួយគ្រឿងបងប្អូនណាបាទខុសពីផ្លៃសាប់មួយដងយកមកដាក់ផ្ទះជាប់អាស្រមខ្ញុំនៅផ្ទះតែម្ដងគឺឡានគីទីតាន់1តោនកន្លះពេញឆ្នាំ1996ឯកសារពន្ធផ្លូវជាតិគ្រប់គ្រាន់ត្រឹមត្រូវកាត់ជ្រីច្បាស់លាស់ទាំងអស់បងប្អូនហើយលេខសាក់ស៊ីអីសិនភពវាទាំងអស់ពីដើមកណ្ដាល2ការ៉េមកមិនអញ្ចឹងបងប្អូនណាបាទប្រភេទឡានស្អាតមែនទែនហ្មងហើយអីពិសេសគឺឡានឡើងហើយស្រេចបងប្អូនមើលសបកថ្មីសាក់ស៊ីមុខមានពុកមានច្រេះទេបងប្អូនវានៅណែនតែម្ដងបាទសម្រាប់ខ្ញុំឡាននៅយ៉ាងម៉េចគឺខ្ញុំជម្រាបពុកម៉ែបងប្អូនរបៀបហ្នឹងបងប្អូនណាមើលខាងក្នុងកៅអីទំដេហើយស្អាតពណ៌ទៅដោះគោកអមពណ៌ខ្មៅស្អាតបងប្អូនអត់មានពុកមានច្រេះទេបងប្អូនឃើញកម្រាលតាប់ឡូចម្រាជើងបាទចង្កឹះលេខនៅកដាលចកូតបូមធូរស្រួលក្នុងការបត់បែនបងប្អូនណាប្រភេទឡានត្រង់រឹងមាំគ្រប់គ្រាន់ជ្រុងវែងខ្ពស់ស្រឡះស្រឡំហ្មងបងប្អូនបាទសបកអីនៅថ្មីបងប្អូន90-80%នេះសបកយ៉ាន់ឡើងហើយសបកឡើងកង់រំពងកង់15បាទស៊ីនវា13អានេះឡើង15ហើយបាទវាក៏នៅគ្រប់គ្រាន់នៅល្អទេបងអត់អីទេបងដឹកបាន4-5តោនណាបាទប៉ុងអីឡើង2តោនកន្លះទាំងប៉ុងទាំងសបកទាំងយ៉ាត់ទាំងបូមទាំងស្ទះគឺឡើង2តោនកន្លះទាំងអស់បងប្អូនសម្រាប់បងប្អូនយកតម្រូវការដឹកគឺត្រូវប៉ាន់ឯងអបលេខស្អាតស្ងួតអត់មានសើមមានជ្រាបហៀក្លេកខ្លះទេបងប្អូនណាធានាជូនបងប្អូនមើលប៉ុងពីផ្នែកខាងក្រោមពីមុខទៅក្រោយវិញបងប្អូនគេសបកនៅថ្មីប៉ុងស្ងួតបាទអីខ្ចីបាទតនប់បាទត្រង់អីពីក្រោមនៅខ្ចីអត់មានពុកមានច្រេះទេបងប្អូនបាទនៅប៉ុណ្ណាថាអត់ឲ្យមើលប៉ុណ្ណឹងអត់លាក់លៀមទេបងប្អូនបាទសបកខាងមុខផ្នែកខាងមុខក៏នៅល្អគ្រាន់តែបងបាទអត់ទាន់ដាច់ប្រូចទេសាក់ស៊ីនៅស្ងួតស្អាតទៅមានសើមមានជ្រាបមានខ្មៅក្លេកខ្លះទេបងប្អូនឃើញទេបាទវាកម្ររកបានណាបងឡានប្រភេទដឹកប៉ុណ្ណេះឆ្នាំប៉ុណ្ណេះយូរជួបប្រទេសមួយបងប្អូនហើយកញ្ចក់អីវិញនៅមុខស្អាតតែបងអត់មានប្រេះមានបែកទេនេះបងប្អូនមើលនេះធុងអីនៅអស់ស្ទះបងប្អូនមើលនេះឃើញទេបាទស្ទះគេឡើងហើយមកកង់ហើយឃើញទេបាទឡើង4-5 លាក់ថែមទៀតប៉ុងពីតោនកន្លះទៀតនេះសបកនៅថ្មីមានបូមមានអីសាក់ស៊ីខាងក្រោយស្អាតអត់មានបុកមានកពិតកពីវអីទេបងប្អូនបាទខ្ញុំនិយាយមែនតែនហ្មងបាទនៅប៉ុណ្ណាមើលប៉ុណ្ណឹងផ្នែកខាងមុខគាត់ដូចគ្នាទៀតបងប្អូនបាទសស្ងួតអត់មានសើមគ្មានហូរអីទេបងបាទអត់មានខ្មៅគឺស្ងួតហ្មងខាងមុខអត់មានបុកមានពីទេបងប្អូននៅត្រង់ភ្លឹងហ្មងបាទប្រភេទឡានពីមុនគេប្រើថែទាំបដូរប្រេងទៀងទាត់មែនទែនភ្លើងភ្លឺច្បាស់គ្រប់គ្រាន់ទាំងអស់បងប្អូន